ជំរាបសួរអាដាមយ៉ាងមុន ជំរាបសួរបាទ អរគុណអាដាមដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិបានមកធ្វើកិច្ចសម្ភាសន៍ជាមួយអាដាមដោយផ្ទាល់នៅពេលនេះនៅគ្រាដែលគណៈបកកម្ពុជានិយមបានធ្វើសមាជមួយដើម្បីផ្លាស់ប្ដូរទៅជាគណៈបកថ្មីគណៈបកថ្មីនៅថ្ងៃនេះគឺគណៈបកប្រជាធិបតេយ្យជឿនលឿនជាសំណួរដំបូងខ្ញុំចង់ដឹងពីអាដាមយ៉ាងបុញរិទ្ធដែលជាស្ថាបនិកនៃគណៈបកកម្ពុជានិយមពីមុនតើមានហេតុផលចម្បងអ្វីในការធ្វើសមាជរបស់គណៈបកកម្ពុជានិយមថ្ងៃនេះហើយបដូរឈ្មោះទៅជាគណៈបកប្រជាធិបតេយ្យជឿនលឿនបាទជាចម្បងថាគណៈបកកម្ពុជានិយមយើងបានបង្កើតបន្តមកទៀតយើងចូលរួមការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់2022ហើយយើងគិតថាស្វែងរកការរួបរวมជាមួយគណៈបកដទៃទៀតដូច្នេះការរួបរวมជាមួយគណៈបកដទៃទៀតយើងបានទៅជែកពិភាក្សាហើយយើងបានកំណត់ថាកម្ពុជានិយមនៅចាំផ្ទះដូច្នេះការទៅជែកពិភាក្សារកភាពរួបរวมហ្នឹងពីពេល2023រហូតមកដល់ពេលនេះនៅពុំតាន់ចេញជាទ្រង់ទ្រាយជាលក្ខណៈជាក់ស្ដែងដូច្នេះកម្ពុជានិយមយល់ឃើញថាគួរធ្វើសមាជវិសមាជមួយដើម្បីរៀបចំគណៈបកឲ្យទៅជាគណៈបកចូលប្រកួតប្រជែងឬចូលក្នុងឆាកនយោបាយវិញមិនមែនជាបកចាំផ្ទះទៀតនៅពេលនោះបានគណៈកម្មការនយោបាយអចិន្ត្រៃយ៍លោកស្នើថាដើម្បីបើកឲ្យមានរូបភាពទូលាយថ្មីដោយមានការចូលរួមពីអ្នកដទៃទៀតពីបកដទៃពីនិស្សិតបញ្ញវន្តគ្រូបរិញ្ញាបត្រជាដើមគួរមានលក្ខណៈមួយហៅថាប្រជាធិបតេយ្យជឿនលឿនដូចជាមូលហេតុដែលនាំឲ្យការដូរឈ្មោះរឿងរូបសញ្ញាដោយសារយើងយល់ឃើញថាមានសារៈសំខាន់ឲ្យស្របទៅតាមនឹងឈ្មោះគណៈបកប្រជាធិបតេយ្យជឿនលឿនគឺពំនាំពន្លឺសេរីភាពពន្លឺប្រជាធិបតេយ្យហ្នឹងជាក្តីសង្ឃឹមមួយសម្រាប់ទៅថ្ងៃអនាគតបាទតែយ៉ាងណាគណៈបកកម្ពុជានិយមក្រែងធ្លាប់ចូលរួមមួយរយៈពេលខ្លីដែរជាមួយនឹងសម្ព័ន្ធឈ្មោះទៅអនាគតនោះឯណាយើងបានចូលរួមនៅក្នុងសម្ព័ន្ធឈ្មោះទៅអនាគតដែលមាន5គណៈបកហើយក្រោយមកការទៅជែកនៅតែមានការទៅជែកហើយយើងសង្កេតឃើញថាក្រោយមកមាននីតិវិធីណែនាំថាមុននឹងគណៈបករួមគ្នាបានសម្ព័ន្ធភាពបានតើតែមានចែងនៅក្នុងលក្ខន្តិកៈដូច្នេះជាបំណងមួយរបស់យើងដែរដោយសារគោលដៅរបស់យើងចង់មានការចងសម្ព័ន្ធភាពការរួបរวมការចំបាច់បញ្ចូលគ្នាអីជាដើមឲ្យទៅជាបកតែមួយយើងឆ្លៀតឱកាសហ្នឹងដើម្បីធ្វើសមាជវិសាមញ្ញហើយធ្វើវិសោធនកម្មលក្ខន្តិកៈដើម្បីបើកច្រកឲ្យគណៈបកប្រជាធិបតេយ្យជឿនលឿនអាចចងសម្ព័ន្ធភាពឬក៏រួបរวมជាមួយបកដទៃបានតែការចាក់ចេញពីសម្ព័ន្ធឈ្មោះទៅអនាគតហើយមកធ្វើសមាជវិសាមញ្ញដើម្បីចេញរូបរាងនៅឈ្មោះនិង logo គណៈបកថ្មីនឹងពេលនេះអាដាមមិនបារម្ភថាជាការបែកបាក់នៃគណៈបកដែលតែងតែអះអាងថាជាគណៈបកប្រជាធិបតេយ្យជាមួយគ្នាកន្លងមកទេមិនមែនជាការបែកបាក់ទេជាការបើកច្រកផ្លូវច្បាប់ទៅតាមនីតិវិធីនៅគោលដៅទី1នៅពេលដែលយើងមាននីតិវិធីមានស្របទៅតាមច្បាប់លក្ខន្តិកៈបើកទលាយដែលអាចទៅរួបរวมទៅចងសម្ព័ន្ធភាពឬក៏រួបរวมគ្នាជាមួយបកដទៃបានយើងនៅតែបន្តការទៅជែកនឹងរួបរวมគ្នាទៅមុខទៀតមានគោលនយោបាយសំខាន់អ្វីៗខ្លះដែលអាដាមអាចជម្រាបដល់សង្ខេបជុំវិញការធ្វើសមាជរបស់គណៈបកប្រជាធិបតេយ្យជឿនលឿនដើម្បីឈានឈ្មោះទៅរកការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ2027ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ2028ខាងមុខគោលនយោបាយដែលសំខាន់បើយើងចែកឲ្យដាច់ជាពីរថាបោះឆ្នោតឃុំសង្កាត់ជាការបោះឆ្នោតមូលដ្ឋានដូច្នេះគោលនយោបាយពាក់ព័ន្ធទៅរឿងឃុំសង្កាត់រឿងសំខាន់ពាក់ព័ន្ធរឿងឃុំសង្កាត់សំខាន់បំផុតដែលយើងឲ្យឈ្មោះថាកញ្ចប់ថវិកាសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់គួរឲ្យមានបង្កើនឡើងហើយនឹងការគ្រប់គ្រងឲ្យមានតម្លាភាពប្រសិទ្ធភាពគោលនយោបាយសុខសុវត្ថិភាពភូមិឃុំក៏ត្រូវតែឲ្យមានការពង្រឹងច្បាស់លាស់ពិតប្រាកដពីរឿងក្មេងទំនើងពីរឿងគ្រឿងញៀនពីរឿងគ្រឿងស្វឹងឯជាដើមដូច្នេះចំណុចសំខាន់របស់យើងថាអប់រំប្រជាពលរដ្ឋផងនិងរៀបចំសង្គមនៅភូមិឃុំរបស់យើងឲ្យមានសុខសន្តិភាពនៃការរស់នៅដោយគ្មានការភ័យខ្លាចនោះជាចំណុចដែលសំខាន់ហើយដើម្បីធ្វើកិច្ចការទាំងអស់នោះបានតលតែមានការបិទជួបាយទី1មានមធ្យោបាយហើយទី2មានការអនុវត្តជាក់ស្ដែងកុំឲ្យមានពើពុករលួយក្នុងឃុំសង្កាត់ឲ្យមានការដេញថ្លៃលទ្ធកម្មពិតប្រាកដកសាងផ្លូវលំផ្លូវភូមិឲ្យមានប្រសិទ្ធភាពកុំឲ្យបានកញ្ចប់ថវិកាហើយលទ្ធកម្មមិនច្បាស់លាស់មានព្រឹត្តពើពុករលួយធ្វើឲ្យខូចជាដើមដូច្នេះតាមព័ត៌មានមួយចំនួនដែលយើងបានអានបានឃើញមកបានលើកឡើងច្រើនណារឿងគ្រឿងញៀនគ្រឿងស្វឹងបងធំក្មេងទំនើងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់នោះវាសុទ្ធតែជាប្រព័ន្ធមួយពាក់ព័ន្ធគ្នាទាំងអស់បាទ
ជិះតេតឹងទៅនឹងគោលនយោបាយថ្នាក់ជាតិវិញ គោលនយោបាយថ្នាក់ជាតិសំខាន់ដែលយើងធ្លាប់បានគិតពីមុនមកទោះបីប្រទេសយើងតូចមែនក៏ប៉ុន្តែយើងត្រូវការការពារត្រូវការធ្វើទំនើបកម្មវិស័យយោធារឿងហ្នឹងចាំបាច់សំខាន់ហើយដើម្បីបាច់ដោយសារដូចបញ្ហាជាក់ស្ដែងដែលកំពុងកើតឡើងមែននៅពេលនេះ យើងបានគិតតាំងពីមុនក៏ប៉ុន្តែដោយបញ្ហាជាក់ស្ដែងកើតមានឡើងយើងត្រូវធ្វើទំនើបកម្មបន្ថែមបន្តទៅទៀតលោកបានធ្វើខ្លះហើយក៏ប៉ុន្តែយើងត្រូវបន្តធ្វើឲ្យកាន់តែរឹងមាំថែមទៀតហើយរឿងវិស័យសេដ្ឋកិច្ចជារឿងមួយដ៏សំខាន់ដែលយើងចង់ឃើញការគ្រប់គ្រងដោយតម្លាភាពកាត់បន្ថយក្រសួងទាំងប្រមាណដូចខ្ញុំបានលើកនៅក្នុងគណៈរដ្ឋមន្ត្រីមន្ត្រីរាជការនយោបាយខ្ញុំប្រើពាក្យមន្ត្រីនយោបាយដូច្នេះយើងនិយាយឲ្យដាច់មន្ត្រីរាជការគ្មាននរណាប៉ះពាល់បានទេគាត់ចូលជាក្របខ័ណ្ឌហើយក៏ប៉ុន្តែមន្ត្រីនយោបាយគួររមុំសមគួរដល់ពេលវេលាទៅកាត់បន្ថយហើយដើម្បីសន្សំចៃថវិកាជាតិបាទអាដាមយ៉ាងណាខ្ញុំចង់ងាកទៅខាងក្រោយបន្តិចដោយសារតែគណៈបកប្រជាធិបតេយ្យជឿនលឿននឹងចេញជារូបរាងថ្មីដោយអាដាមបានអះអាងនៅក្នុងសន្និសីទក៏ដូចជានៅក្នុងការថ្លែងចំណាប់អារម្មណ៍របស់អាដាមអញ្ចឹងគឺជាគោលនយោបាយមួយថ្មីសម្រាប់អ្នកប្រជាធិបតេយ្យអញ្ចឹងតើអាដាមគិតគូរយុទ្ធសាស្ត្រយ៉ាងណាដើម្បីកុំឲ្យមានការប្រកួតប្រជែងរវាងគណៈបកប្រជាធិបតេយ្យដូចគ្នានេះនៅពេលដែលបោះឆ្នោតខាងមុខឲ្យមានការរួបរวมឬក៏យ៉ាងណាសម្រាប់អាដាមជាគោលដៅចម្បងប្រជាធិបតេយ្យជឿនលឿនចង់ឲ្យមានការរួបរวมគ្នារៀបចំបញ្ជីរបស់អ្នកប្រជាធិបតេយ្យតែមួយនេះជាគោលដៅចម្បងក្នុងករណីមិនបានជោគជ័យនឹងវាទៅជាគណៈបករៀងខ្លួនដាក់បញ្ជីហើយធ្វើឲ្យមានការបែកសម្លេងអ្នកប្រជាធិបតេយ្យក៏ប៉ុន្តែយើងនឹងខិតខំឲ្យអស់លទ្ធភាពឲ្យមានការរួបរวมបញ្ជីតែមួយនោះជាគោលដៅដ៏សំខាន់ដ៏ធំរបស់យើងហើយដើម្បីអាចជោគជ័យបានដូចខ្ញុំបានលើកអញ្ចឹងតើយើងមានឆន្ទៈថាជាអ្នកប្រជាធិបតេយ្យពិតរួមគ្នារួមកម្លាំងដើម្បីកសាងកម្លាំងប្រជាធិបតេយ្យហ្នឹងឲ្យខ្លាំងទៅមុខបានបាទអាដាមដោយសារជាបទសម្ភាសន៍ខ្លីខ្ញុំសូមសំណួរចុងក្រោយជាមួយអាដាមតើអាដាមដាក់ក្តីរំពឹងយ៉ាងណាទៅលើដំណើរការនៃគណៈបកប្រជាធិបតេយ្យជឿនលឿនឈានឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ2027-2028ខាងមុខចំពោះខ្ញុំគិតជំហានការរួបរวมជាបឋមសិនដោយសារយើងផ្ដល់កំណត់គោលដៅថាការរួបរวมមានរឿងសំខាន់ហើយកម្ពុជានិយមមុននឹងដូរឈ្មោះមកជាប្រជាធិបតេយ្យជឿនលឿននឹងដើរតួសំខាន់ណាស់សុំជួបសុំទៅជែកពីបកមួយទៅបកមួយយើងចាយពេលវេលាច្រើនណាស់ជួបក្រៅផ្លូវការជួបចំហជួបទៅជែកដើម្បីឲ្យមានការរួបរวมកំតែរហូតដល់ឥឡូវវាមិនទាន់បានទៅដល់គោលដៅរបស់យើងនឹងបន្តទៅទៀតហើយការរៀបចំបញ្ជីដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់ឬថ្នាក់ជាតិហ្នឹងយើងមានបានកំណត់ថាទីតាំងនៃជាអត្ថភាពនៅតាមការរៀបចំកសាងកម្លាំងមូលដ្ឋានឡើងវិញពីព្រោះកម្ពុជានិយមជាបច្ចាំផ្ទះរយៈពេល3ឆ្នាំហើយដូច្នេះការរៀបចំឡើងវិញដើម្បីចូលរួមការបោះឆ្នោតក៏ប៉ុន្តែគោលដៅធំជាអត្ថភាពគឺរួមគ្នាបញ្ជីតែមួយរបស់អ្នកប្រជាធិបតេយ្យដោយសារតែពេលវេលាយើងខ្លីខ្ញុំសូមអរគុណទៅដល់អាដាមយ៉ាងបំផុតដែលបានជួយចំណាយពេលផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុបារាំងអន្តរជាតិពីនេះខ្ញុំសូមអរគុណនិងសូមជម្រាបលាសូមអរគុណបាទ